ទី1 constructing road មានន័យថាយោធាថៃបានធ្វើផ្លូវឬក៏សាងសង់ផ្លូវភាសាអង់គ្លេស contract ពាក្យថា construct ហ្នឹងសាងសង់ដល់ពេល construction ការសាងសង់បាទ construction roads ឬក៏ constructing roads ធ្វើផ្លូវនិយាយឲ្យខ្លីមានតែថៃបានធ្វើផ្លូវជំរាបសួរបងប្អូនរៀនភាសាអង់គ្លេសទាំងអស់គ្នាបាទតោះបន្តជាមួយខ្ញុំបន្តទៀតតេតងជាមួយនឹងការបកកាសែតហើយថ្ងៃនេះគឺខ្ញុំមានប្រធានបទមួយទៀតហើយតេតងជាមួយនឹងបញ្ហាបាទរវាងបាទកម្ពុជាហើយនឹងថៃដដែលហើយសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសយើងកុំភ្លេច note ពាក្យបាទកលឹះទុកដើម្បីយើងយកទៅទន្ទិញហើយរៀនបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពយើងទាំងអស់គ្នាអញ្ចឹងប្រធានបទរបស់ខ្ញុំនិយាយអំពី Cambodia imposes Thai military by expansion in debuted territory អញ្ចឹងមានន័យថាម៉េចកម្ពុជាបាទ Cambodia imposes មានន័យថាការលាតត្រដាងឬក៏លើកឡើងអញ្ចឹងមានន័យថាកម្ពុជានឹងបានលើកឡើងឬក៏លាតត្រដាងថាការពង្រីកបាទ expansion នេះមានន័យថាការពង្រីកអីតើតើនឹងការពង្រីកបាទយោធាថៃជាងមានន័យថាថៃនឹងបានពង្រីកបាទយោធារបស់ខ្លួននៅក្នុងបាទ debuted territory ក្នុងដែនដីដែលមានចំនួនជាងពាក្យថា debuted កន្លែងនេះជា adjective ដែលបាទហើយវាបញ្ជាក់ឲ្យនរណាបញ្ជាក់ឲ្យនាមនេះគឺ territory នេះឯងអូខេអញ្ចឹងមានន័យថាកម្ពុជានឹងបានលាតត្រដាងទៅជាមួយនឹងការពង្រីកយោធាថៃនៅដែនដីដែលមានបាទចំនួនអូខេអូខេតោះឥឡូវរៀនជាមួយនឹងខ្ញុំទៀតថាតើនៅក្នុងអត្ថន័យនេះថៃបានធ្វើអីខ្លះមានអីខ្លះអូខេដែលបានបាទពង្រីកបាទដែនដីដែលមានបាទចំនួននឹងឯង The Ministry of Foreign Affairs ជាងតេតងជាមួយនឹង Ministry គេបកប្រែថាក្រសួងហើយតេតងនឹង Foreign Affairs មានកិច្ចការបរទេសជាងតេតងជាមួយនឹង Ministry of Foreign Affairs មានន័យថាក្រសួងកិច្ចការបរទេស and International បាទ Cooperation ជាងនឹងសហប្រតិបត្តិការបាទអន្តរជាតិជាងមានន័យថាម៉េចមានន័យថាក្រសួងកិច្ចការបរទេសនិងសហកិច្ចប្រតិបត្តិការអន្តរជាតិភាសាអង់គ្លេសគេប្រើពាក្យ International Cooperation បាទ stated បាទចឹងពាក្យនេះពាក្យ state បាទ verb បាទ verb បាទ state ហ្នឹងបកប្រែថាថ្លែងសិនបាទមានប្រសាសន៍ក៏បានដែរថ្លែងក៏បានដែរបើនៅបាទផ្សេងថ្លែងសន្ទរកថាក៏បានដែរជាបើ noun យើងបកប្រែថារដ្ឋបាទឬក៏ប្រទេសអីចឹងទៅបាទ stated that កន្លែងនេះគេនិយាយជា past simple ណាវាបញ្ចប់ដោយ e ហើយយើងគ្រាន់តែថែម d យកទៅคล้ายទៅជា verb to ហើយ stated right okay stated that មានន័យថាក្រសួងកិច្ចការបរទេសហើយនិងសហប្រតិបត្តិការអន្តរជាតិមានប្រសាសន៍ថាបាទ stated that មានប្រសាសន៍ថា since the ceasefire មានន័យថាតាំងពីបទឈប់បាញ់អញ្ចឹងរឿងនេះគឺចង់បញ្ជាក់តាំងពីបទឈប់បាញ់ដែលបានប្រព្រឹត្តថ្ងៃទីណា took effect មកពាក្យ take effect បាទ take បាទនេះបាទ take នេះយើងត verb to គឺមានន័យថាបាទ took ណាដល់ពេល verb 3គឺបាទ taken អញ្ចឹងអានេះតេតងជាមួយនឹង verb ប្រែប្រួលឬក៏កិរិយាសព្ទប្រែប្រួលមែនទេគឺយើងក៏ត្រូវទន្ទិញឲ្យចាំដែរណាសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសអាហ្នឹងគឺជាចំណុចសំខាន់មួយដែរនៅពេលដែលយើងចង់និយាយកាលទៅជា past ឧទាហរណ៍ដូច past simple ដូចជា past perfect ដូចជា present perfect ទាំងអស់ហ្នឹងឯងដែលត្រូវការកិរិយាសព្ទដែលវាប្រែប្រួលមែនទេអញ្ចឹងការទន្ទិញពាក្យប្រែប្រួលនេះសំខាន់ដែរ take took taken right អូខេអញ្ចឹងពាក្យថា take effect ហ្នឹងមានន័យថាបានប្រព្រឹត្តបាទមានន័យថាចុះកិច្ចព្រមព្រៀងបាទបទឈប់បាញ់រវាងកម្ពុជាហើយនិងថៃហ្នឹងតាំងពីណា
តាំងពីខែធ្នូទី27បាទឆ្នាំមុននោះ last year មានន័យថាឆ្នាំមុននោះគឺឆ្នាំ2020 25ឥឡូវ2026មែនទេអញ្ចឹងមានន័យថា the Thai military អញ្ចឹង Thai military មានន័យថាយោធាថៃ has បាទ gradually strengthened its presence in what Cambodia consider បាទ occupied territory អញ្ចឹងមានន័យថាម៉េចមានន័យថាយោធាថៃនឹងបានពង្រឹងអញ្ចឹងពាក្យថា strengthen កន្លែងនេះ verb ណាពង្រឹងហើយកាលនេះគេសរសេរជា present perfect present perfect វាមានទម្រង់ subject Thai military subject យោធាថៃហើយ plus ជាមួយនឹង has ហើយ verb 3មាន present perfect យល់ទេហើយអាពាក្យថា gradually នេះវាគឺជា adverb ជារឿយតិចម្ដងបាទហើយ is present it កន្លែងនេះគេសរសេរជា positive adjective មានយើងដឹងហើយថា it បាទ subject បាទទៅណាទៅ object ក៏ it ដែរណាប៉ុន្តែទៅជា positive adjective គឺ is មាន s ហើយទៅ positive pronoun គឺ it ដូចគ្នាជាងអាតតងជាមួយនឹង pronoun នេះសំខាន់ណាស់ subject ព្រោះអ្វីទៅជា subject pronoun អ្វីទៅជា object pronoun ហើយអ្វីទៅជា positive adjective ហើយអ្វីទៅជា positive pronoun បងប្អូនរៀនភាសាអង់គ្លេសក៏យើងត្រូវចេះដែរហើយ object pronoun ទីតាំងវានៅណា positive adjective ទីតាំងវានៅណាបាទការយល់ពីទីតាំងការចេះបង្កើត clear ខ្លីៗនេះវាគឺជាចំណុចសំខាន់សម្រាប់បងប្អូនផ្ដើមរៀនភាសាអង់គ្លេសចាប់ផ្ដើមរៀនភាសាអង់គ្លេសអាហ្នឹងគឺជាចំណុចសំខាន់ណាស់អញ្ចឹងមានន័យថាម៉េចយោធាថៃបានអីគេបានពង្រឹង strengthen អាចនិយាយថាពង្រឹងសមត្ថភាពក៏បានដែរពង្រឹងសមត្ថភាពឬក៏សម្រឹងវត្តមានរបស់ខ្លួនអញ្ចឹងពី it presence មានវត្តមានរបស់ខ្លួនបន្តិចម្ដងកន្លែងហ្នឹងមានន័យថាម៉េចនៅពេលដែលចូលកាន់កាប់ដែនដីកម្ពុជាអញ្ចឹងយោធាថៃវាតែងតែពង្រឹងវាកែងតែធ្វើអ្វីមួយនៅកន្លែងដែនដីហ្នឹងហើយអញ្ចឹងមានន័យថាម៉េចយោធាថៃ Thai military បានពង្រឹងសមត្ថភាពបាទរបស់ខ្លួនបន្តិចម្ដងបាទ know away be in what know away ដែលកម្ពុជាអះអាងថាជាង consider នេះបកប្រែថាគិតក៏បានដែរគិតនឹងមានគិតរឿងខ្លាំងដែលអះអាងថាឬក៏ចាប់ទុកថាបាទចាប់ទុកថាដែនដីដែលត្រូវបានកាន់កាប់នឹងយល់ទេមានន័យថាថៃនឹងបានកាន់កាប់ដែនដីកម្ពុជាអញ្ចឹងពាក្យថា territory បងដឹងហើយណាដែនដីហើយតេតូនជាមួយ occupy នេះមានន័យថាដែលកាន់កាប់យល់ទេបាទអញ្ចឹងបើថៃវាអត់នៅខ្ញុំទេវាតែងតែពង្រឹងធ្វើនេះធ្វើនោះដាក់នេះដាក់នោះដើម្បីជាការឆ្លៀនពៀនកាន់តែបន្តទៀតយល់ទេតោះបន្តទៅទៀតថាតើថៃនឹងវាបានធ្វើអីខ្លះតេតូនជាមួយនេះអាសកម្មភាពវាអា transition នេះអាពង្រឹងស្អីគេបាទអញ្ចឹងទៅមើលបន្តទៀត according to the military យោងទៅតាមយោធាបាទ these activities មានន័យយោងតាមយោធាកន្លែងហ្នឹងមានន័យថាយោធាកម្ពុជាគាត់បានមានប្រសាសន៍ឬក៏គាត់បានដឹងអំពីសកម្មភាពរបស់យោធាថៃតើបានធ្វើអីខ្លះតើធ្វើម៉េច this activity តាមសកម្មភាពទាំងអស់ហ្នឹងជាង activity បាទ activity នេះបាទ activity ដល់ពេលសកម្មភាពថៃហ្នឹងវាបានធ្វើសកម្មភាពច្រើនយើងត្រូវឆេញ y ទៅ IEES អញ្ចឹងយើងប្រើពាក្យ these activity សកម្មភាពទាំងអស់នោះទាំងនេះ includes បាទមានអីខ្លះ include នឹងរួមមានបាទ includes បាទទី1 constructing road មានន័យថាយោធាថៃបានបាទធ្វើផ្លូវឬក៏សាងសង់ផ្លូវភាសាអង់គ្លេស contract ពាក្យថា construct ហ្នឹងសាងសង់ដល់ពេល construction ការសាងសង់
បាទ construction roads ឬក៏ constructing roads ធ្វើផ្លូវនិយាយឲ្យខ្លីមានតែថៃបានធ្វើផ្លូវ lies Buddha statues មានន័យថា lies Buddha នេះយើងដឹងហើយបងណារូបពុទ្ធណាតំណាងឲ្យរូបពុទ្ធអញ្ចឹងមានន័យថៃហ្នឹងក៏បានធ្វើរូបចម្លាក់ statues រូបចម្លាក់របស់ពុទ្ធដ៏ធំមួយនេះជារឿងមួយដែលឆ្លៀនពៀនហើយវាធ្វើរូបតំណាងទៀតមិនបានទេពួកអស់នេះបន្តទៅទៀត reinforcing barrier ចឹងពាក្យថា reinforcing វាមានន័យថាពង្រឹងបាទ reinforce ណា reinforce នឹងមានន័យថាពង្រឹង reinforce barrier មានន័យថាវាធ្វើយ៉ាងម៉េចបិទបាំងរបាំងវាតើតើនឹង barrier បិទបាំងអូខេបាត់ដូចជាអីគេដែរជាប់ជាមួយអីខ្លះ weight shipping container ចឹងពេលតើនឹង shipping container មានន័យថាអាទូដឹកបាទអាទូដឹកទំនិញបើយើងនិយាយទៅអាទូកុងតឺន័រដឹកទំនិញគឺវាដាក់អានឹងតាមពេញផ្លូវបើគេអង់គ្លេសគេប្រើពាក្យ shipping container ហើយនឹង bulk fire នឹងបលាលូសភាសាអង់គ្លេសគេប្រើពាក្យបលាលូសណាវីដេអូមុនក៏ខ្ញុំបានធ្វើតទៅនឹងហ្នឹងដែរតែអានេះខ្ញុំអាប់ដេតបន្តទៀតណា bulk fire បលាលូស and erect ចឹងពាក្យនេះល្អបង verb ណាពាក្យថា erect ហ្នឹងមានន័យថាការដាំក៏បានការដាំមកថាយើងដាំបើចឹងយើងមើលពេញ erecting flagpole ហ្នឹងមានន័យថាការដាំបង្គោលទង់ជាតិចឹងមានន័យថាថៃវាទាំងពីទូកុងតឺន័រផងធ្វើផ្លូវផងធ្វើរូបពុទ្ធផងបាទបង្រឹងទៅលើរបាំងផ្សេងហើយមួយទៀតគឺបាទបលាលូសមិនថែមប៉ុណ្ណោះក៏វាដាំទាំងពីទង់ជាតិបាទបង្គោលទង់ជាតិរបស់ខ្លួនផងហើយនឹងបាទ and ចឹងតើតើនៅពាក្យ flagpole នេះបងដឹងហើយណាគឺមានន័យថាបង្គោលទង់ជាតិ and staging cultural and tourism event ចឹងពាក្យដងនឹងពាក្យនេះបាទ stage នេះបាទណោយើងបកប្រែថាវេទិកាគេហៅថាវេទno stage on the stage មាននៅលើវេទិកានៅលើកន្លែងរៀបចំធ្វើកម្មវិធីអីមួយហើយបើ verb បកប្រែថាការរៀបចំហើយថៃមិនតែប៉ុណ្ណោះវាបានរៀបចំព្រឹត្តិការណ៍មានរៀបចំព្រឹត្តិការណ៍នឹងតកតងជាមួយនឹងអីព្រឹត្តិការណ៍បែបវប្បធម៌ហើយនឹងទេសចរផងដែរយើងដឹងហើយឃើញកាលមុនថៃបានអីគេវាបានរៀបចំកម្មវិធីផ្សេងនៅក្នុងមុខប្រាសាទណាអូខេចឹងវាមានពាក្យល្អជាច្រើនសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសទី1 ceasefire មានន័យថាបត់ជំបាញ់ទី2 construct សាងសង់ទី3គឺ reinforce គឺពង្រឹងបើ noun reinforcement ការពង្រឹងសមត្ថភាពបាទទី4 erect ទី5 strengthen erect នេះគឺមានដាំការដាំបាទដាំឲ្យបញ្ឈរណាន័យនឹងចង់ន័យអញ្ចឹងណាគេ strengthen មានន័យថាពង្រឹងហើយ territory គឺដែនដីជាងសម្រាប់បងប្អូនជាសិក្សានិស្សិតជាយុវជន young generation យុវជនជំនាន់ក្រោយមានតែមួយទេខិតខំរៀនបើមិនចង់ឲ្យគេមើលងាយមិនចង់ឲ្យប្រទេសជិតខាងគេមើលងាយយើងគេស្លៀនពៀនយើងតើតែកម្លាំងយុវជននេះខិតខំរៀនសូត្រពង្រឹងសមត្ថភាពជួយនៅអ្វីដែលអាចជួយបានជួយខិតខំរៀនសូត្រជួយនៅអ្វីដែលយើងអាចជួយបានដើម្បីបាទស្ដារប្រទេសជាតិយើងឡើងវិញតាមរយៈកម្លាំងបញ្ញាស្មារតីការអប់រំនឹងឯងចឹងសម្រាប់បងប្អូនដែលរៀនភាសាអង់គ្លេសមានពាក្យណាដែលល្អ clear ណាដែលយើងថាអាចយកទៅរៀនបានយើងកត់ហើយយើងទន្ទិញហើយយើងនិយាយអ្វីដែលខ្ញុំបកនេះយើងចេះទាំងពីព័ត៌មានផងចេះទាំងពីពាក្យភាសាអង់គ្លេសផងរៀនបានពីព័ត៌មានផងរៀនអង់គ្លេសផង
ចឹងបងប្អូនគឺកុំភ្លេចណាខិតខំសិក្សាខិតខំរៀនសូត្រជាមួយគ្នាដើម្បីគោលបំណងគឺខិតខំជួយខ្លួនឯងគ្រួសារនិងជួយអភិវឌ្ឍសង្គមជាតិយើងឲ្យរីកចម្រើនអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងប្រធានបទតទៅជាមួយនឹង Cambodia opposes Thai military expansion in divided territory. Okay, thank you so much.